អូខេលោកសួស្តីអ្នកនរគ្នាសូមមកកាន់ការសក្ខីមេកាវ៉ាន់ភេរបស់យើងបន្តទៀតបើសិនជាអ្នកនរគ្នាជិះចិត្តវីដេអូនេះកុំភ្លេចចុច like subscribe និង comment ម្នាក់មួយផងសរឿងចាប់ផ្ដើមឡើងបានតែយើងឃើញថាសពើនៅចាំបាំងយ៉ែបានមកដល់ទឹកដីអេបាពេលនោះមានក្មេងម្នាក់ឈ្មោះថា Colon បានឃើញសពើនៅចាំបាំងយ៉ែហើយគេក៏បានស្រែកសួរទៅកាន់ដូរីនិងប្រគេថាមេមេថ្ងៃហ្នឹងផឹកអត់ទេបន្ទាប់មកColonក៏បានរើទៅ5នាក់នៅក្នុងបាជិតនោះថាអ្នកចាំបាំងរបស់គេបានត្រឡប់មកវិញហើយបន្ទាប់មកក៏បានត្រឡប់ទៅផ្ទះរបស់គាត់នៅឯ Sanvel អូស្រីម្ចាស់ហាងក៏បានផ្ញើអាហារខ្លះដែលបានមករបស់Colonចូលចិត្តទៅជាមួយផងដែរបន្ទាប់ពីអរគុណហើយColonបានសួរអ្នកនៅទីនោះថាពួកគេបាននឹងអំពីចៅសមុទ្រដែលដូរីនិងប្រគេនាំមកដែរទេColonបានលើកថាចៅសមុទ្រម្នាក់នោះទើបតែទទួលបានតំណែងជាអធិរាជចៅសមុទ្រទាំង4ថ្មីនេះផងដែរColonចាប់អារម្មណ៍នឹងចៅសមុទ្រម្នាក់នោះណាស់ដែលតែមកប្រាប់គាត់ថាកុំឲ្យភ្លេចឈ្មោះចៅសមុទ្រម្នាក់នោះឲ្យសោះទៅពេលសពនៅចំងៀបបានជិតមកដល់ប្រគេក៏បានបង្កើតអន្តរឡើងនៅប្រើឧបករណ៍មួយហើយពួកគេត្រូវធ្វើដំណើរតាមរយៈអន្តរនេះទៅកាន់ភូមិនៅផ្នែកខាងលើនៃមេឈើអាដាមយើងក៏បានឃើញ Haraden ទៅមកពីប្រមាញ់នៅអា Anver មកជាមួយពួកគេផងដែរងារមកកាន់ Luffy វិញយើងបានឃើញថា Luffy កំពុងតែស្ថិតនៅលើបាតដៃរបស់គាត់នាងបានប្រាប់គាត់ថានាងនឹងមិនធ្វើបាបគាត់ដូចជារដូវនោះទេនាងគ្រាន់តែចង់ខ្លាចជាមិត្តរបស់គាត់តែប៉ុណ្ណោះហើយក៏បើក៏បានសួរគាត់ដែរថាហេតុអ្វីបានជាមុននេះ Luffy ទៅតែឡើងមកពី Anver តែគាត់បានធ្លាក់ទៅទីនោះមិនដែរទេហ្នឹងហើយ Luffy មិនបានប្រាប់ពិតទៅកាន់ពួកគេដោយសារតែវាគឺជាការស្នើសុំរបស់ Luffy ដែលផ្នែកម្ខាងទៀតរដូវតាមតាន់គីគ្នារបស់ Luffy គាត់រៀបនឹងចិន Nami នឹងចាប់បានទៅហើយ Zoro ក៏បានកាប់ដើមឈើមួយឲ្យសកាត់ទៅកាន់គាត់ពេលនោះ Garp និង Gobber ក៏បានមកដល់ហើយបានវាគាត់បន្ថែម Garp ក៏បាននាំខ្លួនទៅកាន់ពួកគេនាងឈ្មោះថា Garp និងអ្នកទៀតគឺជា Gobber ពួកគេគឺជាមិត្តភក្តិរបស់ Haraden មានសំទោសចំពោះការដែលធ្វើឲ្យពួកគេមានការភ័យខ្លាចមានសន្យាថានឹងនាំពួកគេទៅកាន់ភូមិហើយពួកគេក៏បានចេញដំណើរនៅលើសពើដែលចម្បាំងជាយើងបានឃើញ Dory និង Progi បានបញ្យល់ទៅកាន់ពួកគេថាដើមឈើអាដាមបានបែងចែកជា3កម្រិត Astraver, Sunver និង Underworld នៅក្នុងពេលបច្ចុប្បន្នពួកគេរស់នៅជាន់ទី2គឺ Sunver ហើយនេះគឺជាទឹកដីអេបាអាណាចក្រនៃអ្នកចម្បាំងរុក្ខជាតិដើមឈើវល្លិផ្កាសាឡាត្រីបក្សីនិងសត្វទាំងអស់មានទំហំធំដែលផ្សងព្រេងនិងសោកស្ដាយចំពោះពេលវេលាដែលពួកគេបានចំណាយនៅទីនេះឡើយប៉ុន្តែប្រសិនបើអ្នកលោកយកព័ត៌មានអាកំបាំងណាមួយអំពីអេបាសូមព្រមានថាអ្នកមិនត្រូវស្នាក់នៅទីនេះយូរពេកឡើយ